ខាងលើនេះបើយើងវាស់ពីខាងនេះវាមាន19ពីបាតមកហើយនឹង93ពីខាង25អូខេអញ្ចឹងពេលយើងវាស់ដាក់គួយមួយហើយយើងដាក់ dimension វាហើយ25 93 19អូខេឥឡូវនេះហើយមួយឥឡូវរង្វង់មួយនេះដែលមានកម្ពស់16ពីខាងក្រោមមានកប់ចិត្ត12.5ដោយសារវាកម្ម6.25អញ្ចឹង12.5ហើយមួយទៀតយើងដឹងថាអាហ្នឹងយើងគូពីដំបូងគឺយើងយកវាគឺជាចំណុចបដោយទៅតឹងប្រវែងវែងបំផុតអញ្ចឹងយើងត្រូវវាឲ្យវាប៉ះតង់សងអានេះគឺតង់សងជាមួយនេះអូខេឥឡូវនេះហើយឥឡូវណានេះមួយទៀតរង្វង់នេះនេះជារង្វង់មួយដែរដែលមានកម្ម14.5អញ្ចឹងកប់ចិត្តវាគឺ29អូខេយើងដឹងថាអានេះមានកម្ពស់គាត់ពីកប់ចិត្តវាម្ដងកប់ចិត្តវាខាងក្រោមនេះគឺ9.5ពីកប់ចិត្តខាងក្រោមនេះអញ្ចឹងយើងវាស់ពីនេះម្ដងនេះគឺ9.5នេះហើយចម្ងាយពីនេះមកដល់កណ្ដាលនេះគឺ43គេចេះនេះ43ឥឡូវយើងមើលចម្ងាយ43 9អស់ណាស់មិនអីទៀតទេឥឡូវគូបវកក្នុងមួយទៀតហើយអានេះវា13អញ្ចឹងទីតាំងរួមចិត្ត13ហើយនេះគឺវាបន្តប៉ះពីនេះដល់ក្រោមនេះប៉ះចេះពីក្រោមមកដល់នេះនេះដល់កណ្ដាលដល់កណ្ដាលពីចំហៀងអានេះមកដល់នេះកម្ពស់ 6.25 ដល់នេះ30ម្ដងនេះដល់កណ្ដាលដែរឆ្លើយគូប៉ុណ្ណេះទៅ